សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនថ្មីមេរៀនទី20តែមុននឹងចូលដល់មេរៀនរបស់យើងកូនៗដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ឬចុចជាវចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងចូលដល់មេរៀនរបស់យើងតែម្ដងអញ្ចឹងកូនពិនិត្យមើលអក្សរឆអក្សរឆគឺសរសេរដល់ទៅ10ចលនាអញ្ចឹងចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8ចលនាទី9ចលនាទី10អក្សរឆអញ្ចឹងទេកូនទាំងអស់គ្នាមកពិនិត្យមើលការសរសេរអក្សរឆជាមួយលោកគ្រូទាំងអស់គ្នាតោះចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8ចលនាទី9ចលនាទី10អក្សរឆបាទបន្ទាប់ពីកូនបានចេះសរសេរអក្សរឆមកឥឡូវកូនយកអក្សរឆនេះមកផ្សំជាមួយនឹងស្រៈជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមឆឆអ៊ីឈៀឆអ៊ីឈីឆអ៊ីឈីឆអ៊ឹឈឹឆអ៊ឺឈឺឆអ៊ុឈុឆអ៊ូឈូឆអ៊ូឈូឆអ៊ឺឈើឆអ៊ឺឈឺឆអ៊ីឈៀឆអេឆេឆអែឆែឆអីឆៃឆអូឈោឆអ៊ឺឈៅឆអ៊ុំឈុំឆអ៊ុំឆំឆអ៊ាំឈွំឆអះឈះឆអ៊ុឈុះឆអ៊ីឈីឆអ៊ាឆោះបន្ទាប់ពីកូនបានធ្វើការសំអក្សរឆជាមួយនឹងស្រៈមកឥឡូវកូនទាំងអស់គ្នាយើងមកពិនិត្យនិងធ្វើការសំប្រកបជាងពាក្យនិងល្បះជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមឆនិងរឆឆអ៊ឺឈឺឆអ៊ឺឈើអអានឹងរអាឆអ៊ឺឈើអាឈើឆអ៊ឺឈឺដអៃដៃឈឺដៃឆអ៊ូឈូឆនឹងរឆឈូឆបអូបូណអាណាឆនឹងរឆបូណាឆកអេគេដអើដើរនឹងរដើរឆអ៊ូឈូឆនឹងរឆគេដើរឈូឆតអាតាឆអ៊ុំឈុំអអានឹងរអាឆអ៊ឺឈើតាឈុំអាឈើបន្ទាប់ពីកូនបានធ្វើការសំប្រកបជាមួយលោកគ្រូមកឥឡូវកូនអានដោយពុំបាច់សំប្រកបជាមួយលោកគ្រូទាំងអស់គ្នាឆឈឺឈើអាឈើឈឺដៃឈូឆបូណាឈគេដើរឈូឆតាឈុំអាឈើបាទល្អណាស់ក្រោយពីកូនបានអានជាមួយលោកគ្រូមកឥឡូវកូនអានដោយខ្លួនឯងឲ្យបានច្រើន
ច្រើនសារដើម្បីរៀនឆាប់ចាំឆាប់ចេះបាទហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe កូនដែលចុច Subscribe ហើយកូនចុច Like មួយដើម្បីជាកម្លាំងចិត្ត